เรื่องราวដែលខ្ញុំហៀបនឹងរៀបរាប់ប្រាប់បងប្អូននៅពេលនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលមិនអាចបំភ្លេចបានអស់មួយជីវិតវាបានកើតឡើងកាលពីប្រហែល7ឆ្នាំមុនក្នុងអំឡុងពេលដែលខ្ញុំនៅប្រកបរបរជាអ្នករត់តាក់ស៊ីឈ្នួលដឹកភ្ញៀវពីខេត្តបាត់ដំបងមកកាន់រាជធានីភ្នំពេញសម្រាប់អ្នកដែលធ្លាប់ធ្វើដំណើរតាមផ្លូវជាតិលេខ5ពីមុនប្រកាសជាដឹងហើយថានៅពេលយប់ស្ងាត់ផ្លូវនេះមានភាពងងឹតនិងស្ងាត់ជ្រងំប៉ុណ្ណាជាពិសេសនៅចន្លោះខេត្តកំពង់ឆ្នាំងនិងអូដុងដែលមិនសូវមានផ្ទះអ្នកស្រុកនៅជាប់ផ្លូវច្រើនដោយសុខថៃទេជារៀងរាល់យប់ខ្ញុំតែងតែជិះដំណើរពីបាត់ដំបងនៅម៉ោងប្រហែល1ឬ2រំលងអាធ្រាត្រដើម្បីធ្វើយ៉ាងណាឲ្យមកដល់ភ្នំពេញទាន់ពេលព្រឹកព្រលឹមជូនភ្ញៀវទៅធ្វើការឬទៅមន្ទីរពេទ្យយប់កើតហេតុនោះគឺជាយប់ខាដាច់មេឃងងឹតឈឹងសូនសុងហើយអ្វីដែលធ្វើឲ្យការធ្វើដំណើរកាន់តែពិបាកនោះគឺមេឃកំពុងធ្លាក់ភ្លៀងរឹមរឹមមិនឈប់សោះដំណក់ទឹកភ្លៀងធ្លាក់មកប៉ះកញ្ចក់ឡានរបស់ខ្ញុំលីសូតក់លីឡំជាមួយសំឡេងផ្លាត់ទឹកដែលបក់ទៅមកវាបជីចង្វាក់ដដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ងងុយដេកបន្តិចដែរនៅយប់នោះឡានរបស់ខ្ញុំពេញអស់ហើយមានភ្ញៀវ5នាក់នៅកៅអីខាងមុខក្បែរខ្ញុំមានតែចាស់ម្នាក់អង្គុយដេកលក់និងនៅកៅអីកណ្ដាលមានភ្ញៀវ3នាក់ទៀតនៅសល់តែកន្លែងទំនេរមួយទៀតប៉ុណ្ណោះគឺនៅកៅអីក្រៅគេបង្អស់ដែលខ្ញុំតែងតែទុកសម្រាប់ដាក់អីវ៉ាន់ឬដាក់ភ្ញៀវម្នាក់ចុងក្រោយពេលខ្ញុំបើកម៉ាបាល់ចំនួនមួយដែលជាផ្លូវកោងស្ងាត់ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងកន្លែងនោះល្បីថាមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ណាស់ខ្ញុំបន្ថយល្បឿនបន្តិចព្រោះផ្លូវរអិលស្រាប់តែពន្លឺភ្លើងឡានរបស់ខ្ញុំបានជែកទៅប៉ះនឹងរាងកាយរបស់នរណាម្នាក់ដែលកំពុងឈរនៅក្រោមដើមឈើធំមួយក្បែរចិញ្ចើមផ្លូវវាជានារីម្នាក់នាងឈរតែម្នាក់ឯងកណ្ដាលភ្លៀងនិងភាពងងឹតនាងស្លៀកពាក់អាវសដៃវែងនិងសំពត់ពណ៌ខ្មៅរាងវែងត្រឹមជង្គង់សក់របស់នាងវែងត្រឹមចង្កេះប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំឆ្ងល់គឺនាងឈរថ្មឹងមិនកម្រើកហើយនាងលើកដៃម្ខាងបុកហៅឡានខ្ញុំយឺតក្នុងចិត្តខ្ញុំពេលនោះគឺមានពីរកំណត់មួយគិតថាកុំជប់អីយប់ស្ងាត់ណាស់ខ្លាចជាចោរឬជាមនុស្សមិនល្អតែមួយចិត្តទៀតគិតថាអាណិតនាងណាមេឃភ្លៀងផងយប់ស្ងាត់ផងបើនាងគ្មានឡានជិះតើនាងត្រូវទៅណាមកណាដោយសេចក្តីអាណិតខ្ញុំក៏សម្រេចចិត្តជួនហ្វ្រាំងឈប់ឡានថ្នមនៅក្បែរនាងខ្ញុំជិតកញ្ចក់ឡានចុះបន្តិចហើយសួរថាបងស្រីតើណាដែរឡានបងនៅសល់មួយកន្លែងទៀតនាងមិនតបនឹងសំណួរខ្ញុំភ្លាមទេនាងគ្រាន់តែងាកមុខមកមើលខ្ញុំយឺតមុខរបស់នាងសស្គូស្លែខ្លាំងណាស់ដូចមនុស្សគ្មានឈាមប៉ុន្តែខ្ញុំគិតថាប្រហែលជានាងរងាព្រោះត្រូវទឹកភ្លៀងនាងងក់ក្បាលតិចជំនួសចម្លើយខ្ញុំក៏ចុកបែកគន្លឹះទ្វារក្រោយឲ្យនាងបើកទ្វារឡើងមកអង្គុយនៅកៅអីក្រោយគេបង្អស់ដោយស្ងៀមស្ងាត់អ្វីដែលធ្វើឲ្យខ្ញុំព្រឺសម្បូរពេលនោះគឺនៅពេលដែលនាងដើរកាត់ពន្លឺភ្លើងឡានរបស់ខ្ញុំសង្កេតឃើញថាសម្លៀកបំពាក់និងសក់របស់នាងគឺស្ងួតល្អណាស់ហាក់ដូចជាមិនបានត្រូវទឹកភ្លៀងសូម្បីតែមួយដំណក់ទាំងដែលមេឃកំពុងភ្លៀងរះនឹងខាងក្រៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនសុបាយតែខ្ញុំព្យាយាមលួងចិត្តខ្លួនឯងថាប្រហែលជានាងមានឆ័ត្រឬអាវភ្លៀងដែលនាងទើបតែដោះចេញទេដឹងឡានចាប់ដើមចេញដំណើរទៅមុខទៀតបរិយាកាសក្នុងឡានដែលធ្លាប់តែមានភាពកក់ក្ដៅស្រាប់តែប្រែជាត្រជាក់ស្រគាខុសពីធម្មតាខ្ញុំលួចមើលកុងទ័រម៉ាស៊ីនត្រជាក់ខ្ញុំបើកតែលេខ1ទេតែមិនក៏ត្រជាក់ដូចនៅក្នុងទូត្រកកយ៉ាងនេះមិនយូរបន្តិចក្លិនមួយក៏ចាប់ផ្ដើមសាយព្រៀងឡើងអំបងវាជាក្លិនក្រអូមប្រហើរដូចជាក្លិនផ្កាម្លិឬផ្កាក្តារងាដែលចាស់ចូលចិត្តបែកយកទៅវត្តក្លិននោះក្រអូមខ្លាំងណាស់ក្រអូមរហូតដល់ឈួលប៉ុន្តែប្រហែលជា10នាទីក្រោយមកក្លិនក្រអូមនោះក៏ចាប់ផ្ដើមប្រែវាប្រែទៅជាក្លិនស្អុយដោយសាច់រលួយឬដោយសត្វកណ្ដានងាប់ហើមរាប់ថ្ងៃភ្ញៀវទាំងអស់ដែលកំពុងដេកលក់ងាំធ្ញាភ្ញាក់តងរងម្នាក់យកដៃខ្ទប់ច្រមុះហើយតែចាស់ខាងមុខសួរខ្ញុំថាក្មួយឡានក្មួយឯងមានដឹកសាច់ជ្រូកឬដឹកត្រហុកអីទេមិនក៏ស្អុយម្លេះទ្រាំមិនបានទេវ៉ៃខ្ញុំឆ្លើយទាំងភ័យថាអត់ទេតាខ្ញុំដឹកតែមនុស្សសុទ្ធតើគ្មានដឹកអីវ៉ាន់ស្អុយទេពេលនោះខ្ញុំចាប់ផ្ដើមសង្ស័យទៅលើនារីដែលអង្គុយក្រោយគេបង្អស់ខ្ញុំសម្រេចចិត្តងើបមុខទៅមើលកញ្ចក់មើលក្រោយដើម្បីមើលនាងឲ្យច្បាស់ភ្លើងតាបឡូឡាននិងភ្លើងហ្វាដែលចាំងពីឡានដទៃបានធ្វើឲ្យខ្ញុំឃើញរូបភាពនៅគ្រឿងកញ្ចក់នោះយ៉ាងច្បាស់ព្រះអើយ
បេះដូងខ្ញុំស្ទើរតែលោតចេញមកក្រៅក្នុងកញ្ចក់ខ្ញុំមិនឃើញនេលីមុខសស្គូដ៏ស្រស់ស្អាតដូចមុនទៀតទេអ្វីដែលខ្ញុំឃើញគឺមុខរបស់ស្ត្រីម្នាក់ដែលខ្ទុចទីថ្ងោរបស់នាងបែកជាស្នាមរយៈធំហូរឈាមស្រក់ពេញមុខក្របភ្នែកខាងឆ្វេងរបស់នាងលៀងភ្លេចមកដល់ថ្ពួលឯភ្នែកខាងស្ដាំសម្លឹងមកខ្ញុំចំជីកៅភ្នែកពណ៌សល្វឹងគ្មានក្របខ្មៅមាត់របស់នាងហែកដល់ត្រចៀកបង្ហាញធ្មិនបាក់បែកហើយនាងកំពុងតែញញឹមដាក់ខ្ញុំអ្វីដែលរុនធូតជាងនឹងទៅទៀតគឺនាងមិនបានអង្គុយជាប់កៅអីទេនាងកំពុងតែអង្ដាតខ្លួនបន្តិចផុតពីកៅអីសក់របស់នាងរសាត់ទៅក្រោយដោយត្រូវខ្យល់បក់ទាំងដែលខ្នន់ឡានគ្មានខ្យល់ផងខ្ញុំភ័យរុនធូតអស់កម្រិតកំពូលដែលជើងខ្ញុំត្រជាក់ដោយទឹកកកខ្ញុំស្រែកមួយទំហឹងថាជួយផងខ្មោចហើយខ្ញុំក៏ជន់ហ្វ្រាំងងាក់មួយទំហឹងដោយមិនដឹងខ្លួនក្រឹងសំឡេងឡានអូបកង់លើថ្នល់ជាតិឡានក៏ឈប់កណ្ដាលផ្លូវស្ងាត់ភ្ញៀវទាំងអស់ស្រែកឈរឡោដោយការភ្ញាក់ផ្អើលខ្ញុំប្រញាប់ងើបទៅមើលកៅអីក្រោយបង្អស់ភ្លាមតងស្អាតគ្មានមនុស្សកៅអីក្រោយបង្អស់នោះទំនេរស្អាតហាក់ដូចជាមិនមាននរណាអង្គុយសោះប៉ុន្តែនៅលើកៅអីនោះមានស្នាមទឹកសើមជាដុំធំហើយមានស្លឹកឈើស្ងួតពីរសន្លឹកព្រមទាំងក្រដាសប្រាក់ដុល្លារសែនខ្មោចឬលុយយ៉ូសមួយសន្លឹកដែលប្រឡាក់ដោយស្នាមដីក្រហមក្លិនស្អុយនោះក៏នៅតែជួបនៅក្នុងឡានមិនទាន់បាត់ភ្ញៀវទាំងអស់នាំគ្នាជប់ពីឡានទាំងភ័យរន្ធត់ឈរនៅកណ្ដាលភ្លៀងលែងខ្វល់ពីរឿងទទឹកហើយពួកយើងនាំគ្នាលើកដៃសំពះសុំខមាទោសទៅកាន់ទិសដៅដែលខ្ញុំបានឈប់ឡានខ្ញុំបើកភ្លើងក្នុងឡានហើយឃើញថាទ្វារឡាននៅបិទឈឹងជុំគ្មានផ្លូវណាដែលនាងចេញបានទេបើនាងជាមនុស្សក្រោយមកខ្ញុំខំប្រឹងតាំងស្មារតីបើកឡានទាំងញ័រដៃនាំភ្ញៀវទៅឈប់នៅកន្លែងដែលមានពន្លឺភ្លើងនិងមានផ្ទះអ្នកស្រុកនៅជិត